ចំនួនទឹកភ្លៀងនៅក្រុងកោះរ៉ុងប៉ះពាល់ប្រជាពលរដ្ឋ22គ្រួសារបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធបង្គោលភ្លើងនិងបណ្ដាញអគ្គិសនីរងការខូចខាតយ៉ាងធ្ងន់ធ្ងរនាព្រឹកថ្ងៃទី31ខែកក្កដាឆ្នាំ2026ឯកឧត្តមម៉ាងសេណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញចុះពិនិត្យនិងជំរុញការពន្លឿនការតម្លើងបង្គោលភ្លើងអគ្គិសនីឡើងវិញនៅភូមិព្រែកស្វាយសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងបន្ទាប់ពីរងការខូចខាតដោយភ្លៀងធ្លាក់ខ្លាំងនិងចំនួនទឹកភ្លៀងកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2026ជាមួយគ្នានេះលោករាជសវណ្ណអភិបាលក្រុងកោះរ៉ុងក៏បានឲ្យថាកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2026លោកក៏បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះពិនិត្យដោយផ្ទាល់នៅតាមតំបន់រងគ្រោះដើម្បីវាយតម្លៃការខូចខាតនិងរៀបចំវិធានការឆ្លើយតបឲ្យបានទាន់ពេលវេលារដ្ឋបាលក្រុងកោះរ៉ុងកំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីពង្រឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតស្ដារប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រក្រតីឡើងវិញផងដែរសូមបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងចាប់ពីទៀបភ្លឺថ្ងៃទី29ខែកក្កដាឆ្នាំ2026បានបង្កឲ្យមានចំនួនទឹកភ្លៀងនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងបណ្ដាលឲ្យផ្លូវថ្នល់ស្ពានឈើលូទឹកបង្គោលភ្លើងនិងបណ្ដាញអគ្គិសនីរងការខូចខាតយ៉ាងធ្ងន់ធ្ងរលើសពីនេះផ្ទះប្រជាពលរដ្ឋហាងលក់ទំនិញភោជនីយដ្ឋានបឹងកាឡូនិងទូកមួយចំនួនក៏ទទួលរងផលប៉ះពាល់ផងដែរតាមរបាយការណ៍របស់គ្រោះមហន្តរាយក្រុងកោះរ៉ុងបានដឹងថាបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប22គ្រួសារនៅសង្កាត់កោះរ៉ុងនិងសង្កាត់កោះរ៉ុងសន្លឹមទោះបីមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនក៏ដោយមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយអាជ្ញាធរមូលដ្ឋានបានត្រៀមកម្លាំងសមត្ថកិច្ចកម្លាំងប្រជាការពារប្រចាំតាមគោលដៅដើម្បីអន្តរាគមន៍និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាព្រមទាំងបន្តតាមដានស្ថានភាពអាកាសធាតុនិងជំរុញការស្ដារហេដ្ឋារចនាសម្ព័ន្ធឲ្យបានឆាប់រហ័សឡើងវិញផងដែរ